លោកឧត្តមសេនីយ៍តូហេងសុផាបញ្ចេញកម្លាំងជា400នាក់ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងពេលប្រឡងបាល់ឌុបឆ្នាំ2026លោកឧត្តមសេនីយ៍តូហេងសុផាស្នងការនគរបាលខេត្តកំពង់ធំបានបញ្ចេញកម្លាំងជាង400នាក់ដើម្បីការពារនិងរក្សាសន្តិសុខសណ្ដាប់ធ្នាប់និងសុវត្ថិភាពក្នុងឱកាសសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា2025-2026ដែលប្រព្រឹត្តទៅនៅថ្ងៃទី10-11 ខែសីហាឆ្នាំ2026ជាមួយគ្នានោះលោកស្នងការបានបញ្ជាក់ថាផែនការការពារនេះត្រូវបានអនុវត្តដោយយកចិត្តទុកដាក់ខ្ពស់ស្របតាមការណែនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍សថេតអគ្គស្នងការនគរបាលជាតិនិងឯកឧត្តមនួនផារតអភិបាលនៃគណៈអភិបាលខេត្តដើម្បីធានាឲ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូនសុវត្ថិភាពនិងទទួលបានជោគជ័យលោកឧត្តមសេនីយ៍តូស្នងការបន្ថែមថាការរៀបចំកម្លាំងនិងសម្ភារៈចាំបាច់ទាំងនេះគឺដើម្បីធានាសន្តិសុខសុវត្ថិភាពសាធារណៈនិងបង្កលក្ខណៈអំណោយផលដល់បេក្ខជនគណៈមេប្រយោគនិងអ្នកពាក់ព័ន្ធក្នុងឱកាសប្រឡងប្រព្រឹត្តទៅដោយស្ងប់ស្ងាត់និងមានរបៀបរៀបរយលោកឧត្តមសេនីយ៍តូស្នងការក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកនិងបង្កើនការប្រុងប្រយ័ត្ននៅតាមដងផ្លូវជាពិសេសក្នុងអំឡុងពេលប្រឡងដើម្បីចូលរួមកាត់បន្ថយនិងជៀសផុតពីហានិភ័យដែលអាចកើតមានឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍សម្រាប់ការពារសន្តិសុខនិងសុវត្ថិភាពនៅតាមមណ្ឌលប្រឡងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបានប្រើប្រាស់កម្លាំងនគរបាលចំនួន400នាក់រថយន្តពន្លត់អគ្គិភ័យ6គ្រឿងរថយន្តសារ៉ែន4គ្រឿងរថយន្តសង្គ្រោះ2គ្រឿងម៉ូតូប្រដេញ6គ្រឿងនិងវិទ្យុតាក់ទង270គ្រឿងត្រូវបានដាក់ពង្រាយការពារតាមមណ្ឌលប្រឡងចំនួន13មណ្ឌលស្មើនឹង236បន្ទប់មានបេក្ខជនសរុប5883នាក់ក្នុងនោះស្រី3409នាក់សូមបញ្ជាក់ថាក្នុងខេត្តកំពង់ធំមានមណ្ឌលប្រឡងចំនួន13ក្នុងចំណោមនោះថ្នាក់វិទ្យាសាស្ត្រមាន2មណ្ឌលស្មើនឹង48បន្ទប់មានបេក្ខជនសរុប1188នាក់ក្នុងនោះស្រី696នាក់ចំណែកថ្នាក់វិទ្យាសាស្ត្រសង្គមមាន11មណ្ឌលស្មើនឹង191បន្ទប់មានបេក្ខជនសរុប4695នាក់ក្នុងនោះស្រី2713នាក់